សក់គាត់ដំបូងហ្នឹងគឺរួចអញ្ចឹងបងប្អូនទាំងអស់គ្នាហើយបន្តមកហ្នឹងខ្ញុំយកថ្នាំពលាសក់ហ្នឹងពលាឲ្យគាត់បងប្អូនទាំងអស់គ្នាចាំមើលថ្នាំហ្នឹងគឺល្អប្រើវាអត់លមាស់វាអត់ស្គៀបវាអត់អីទាំងអស់យើងគាត់ច្បាច់វាចេញមកយើងសត់យកតែហ្មងវាចំណេញពេលវេលាចំណេញទាំងលុយចំណេញទាំងពេលវេលាយើងទៀតយើងអាចធ្វើខ្លួនឯងនៅផ្ទះបានណាបងប្អូនទាំងអស់គ្នាមិនបាច់ចាំជាងធ្វើអីធ្វើបានហើយសំខាន់យើងច្បាច់វាមកយើងសត់ឲ្យសອບអញ្ចឹងមកបងប្អូនចុចមកចុចឲ្យសត់វាឲ្យសອບមកហើយបងប្អូនបាច់ភ័យទេបើមិនជាវាប្រឡាក់ស្បែកក្បាលគឺវាអត់លមាស់អត់កាត់អត់ស្គៀបអីទេព្រោះថ្នាំពលាហ្នឹងគឺខ្ញុំថាល្អហើយដោយសារខ្ញុំជាងកាត់សក់ស្រាប់ខ្ញុំមុននឹងធ្វើអីមួយខ្ញុំធ្វើតេស្តវាលម្អិតបានខ្ញុំចែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងយើងច្បាច់ឲ្យសត់វាឲ្យសອບអញ្ចឹងមកកន្លែងណាស្ទើរអីច្បាច់ឲ្យសត់វាឲ្យសອບឲ្យជោគអញ្ចឹងមកបានយើងពលាទៅវាត្រង់ល្អច្បាច់ទៀតមកសត់វាទៀតមកសត់ឲ្យសອບកន្លែងណាដែលមិនទាន់មានថ្នាំយើងសត់ឲ្យសອບហើយរយៈពេលដែលយើងទុកបងប្អូនទាំងអស់គ្នាអានឹងវាតាមសុខភាពសក់យើងបើសិនជាសក់យើងសរសៃធំសក់នឹងរួញរៀងខ្លាំងអីយើងមើលតាមនឹងដែរនៅពេលដែលសក់យើងលាបថ្នាំពលានឹងចូលឲ្យសត់ទៅវាយឺតទៅយើងមើលខ្លួនឯងទៅនៅពេលវាយឺតវាត្រង់ហើយយើងយកវាទៅលាងទឹកបានហើយជាទូទៅគឺថ្នាំនេះយើងលាបពីចន្លោះ20នាទីទៅដល់40នាទីអាហ្នឹងដូចខ្ញុំនិយាយអញ្ចឹងពីតាមសុខភាពសក់បើសិនជាសក់នឹងសរសៃស្ដើងវាអាចនឹងឆាប់ត្រង់លឿនណាត្រឹមកន្លះម៉ោងអីយើងអាចលាងបានហើយតែបើសិនជាសរសៃសក់នឹងរួញហើយយ៉ាងធំរួញខ្លាំងយើងអាចទុកពីចន្លោះ25នាទីទៅដល់50នាទីតម្រាំវាយឺតណាអាហ្នឹងជាក់ស្ដែងដូចខ្ញុំនិយាយចឹងយើងពេលដែលយើងដាក់ថ្នាំពលាហើយយើងមើលសរសៃសក់ហ្នឹងវាយឺតនៅវាត្រង់នៅយើងចាប់វាមើលមិនមែនថាខ្ញុំនិយាយថា20នាទី25នាទីដល់40នាទីលាងចេញអាហ្នឹងអត់ទេព្រោះដោយសារសរសៃសក់ខុសគ្នាសុខភាពសក់ខុសគ្នាអញ្ចឹងពុបមកទៅមកត្រង់ភ្លឺវាស្រួលបណ្ដាសក់ខ្លីៗម៉មអីបើសក់វិញយើងមកចាំយើងវត្តសរងមកខ្លីអញ្ចឹងពលាអញ្ចឹងលឿនល្អនឹងលាងទឹកហើយលាងទឹកអាសក់យើងជាត្រង់ណាលាងណាហើយអាស្រ័យលើបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាសំខាន់បងប្អូនទាំងអស់គ្នាចង់ឲ្យសក់យើងត្រង់កន្លែងណាបងប្អូនទាំងអស់គ្នាចង់ឲ្យត្រង់កន្លែងណាយកថ្នាំពលាហ្នឹងទៅលាបកន្លែងហ្នឹងសិតវាឲ្យសອບមកគឺវាត្រង់កន្លែងហ្នឹងណាបងប្អូនទាំងអស់គ្នាមើលទៅខ្ញុំសិតរួញកន្លែងណាសត្វកន្លែងហ្នឹងសំខាន់អ្នកទាំងអស់គ្នាចង់ឲ្យសក់យើងត្រង់កន្លែងណាចង់ឲ្យសក់យើងត្រង់កន្លែងណាយើងលាបកន្លែងហ្នឹងហើយដូចខ្ញុំនិយាយមិញអញ្ចឹងនៅពេលដែលយើងលាបសត្វវាហើយយើងចាប់សរសៃសក់ហ្នឹងមើលតើវាយឺតហើយនៅហើយវាត្រង់ហើយនៅទាញមើលខ្លួនឯងយើងទាញដឹងហើយអ្នកទាំងអស់គ្នាត្រង់មិនត្រង់យើងចាប់មើលគឺវាឲ្យផលនៅក្នុងហ្នឹងហ្មងយើងមើលដឹងហ្មងបើរួញវានៅរួញហ្មងតែបើត្រង់វាត្រង់ហ្មងអញ្ចឹងអាហ្នឹងសំខាន់លើយើងមើលដែរអាហ្នឹងមិនមែនខ្ញុំកំណត់ថា20នាទីទៅដល់40នាទីត្រូវដាច់ខាតត្រូវតែលាងចេញទេជួនកាលដូចខ្ញុំនិយាយអញ្ចឹងសុខភាពសក់វាខុសគ្នាយើងមើលជាក់ស្ដែងមកជុំបើសិនជា25នាទី30នាទីយឺតត្រង់ហើយយើងអាចលាងទឹកបានយើងលាងទៅតែបើសិនជាមិនទាន់ត្រង់ទេយើងមើលទៅវាយឺតទុកតយឺតទាំងត្រង់ទៅចាំយើងលាងទឹកចេញនេះដូចខ្ញុំបង្ហាញអញ្ចឹងចាប់វាមើលខ្លួនឯងអញ្ចឹងយើងចាប់មើលដឹងតាហើយអាថ្នាំនេះដូចខ្ញុំនិយាយអញ្ចឹងប្រឡាក់ស្បែកក្បាលក៏អត់លមាស់ដែរអត់ស្គៀបទេតិចអត់ក្តៅអត់អីទេអញ្ចឹងបងប្អូនទាំងអស់គ្នាមើលទៅធ្វើតាមហ្នឹងទៅដូចខ្ញុំឲ្យមើលអញ្ចឹងខ្ញុំចាប់មើលអញ្ចឹងតើវាត្រង់ហើយនៅវាយឺតបើយឺតត្រង់ហើយអូខេយើងយកវាទៅលាងទឹកយើងលាងធម្មតាអញ្ចឹងមកបើយើងមានស្ប៉ាយើងស្ប៉ាវាចូលទៅបើអត់ស្ប៉ាយើងកក់សាប៊ូធម្មតាទៅ
ឃើញអត់បងប្អូនតាគ្នាឃើញហើយវាស្អាតបែបធម្មជាតិចឹងស្អាតហ្មងព្រោះឥឡូវយើងចាក់ស្ដែងមិញសក់គាត់មិញគាត់សក់គាត់រៀងរួញឃើញរួញអង្គាសដីរួញដល់ពេលខ្ញុំពលាហាឲ្យគាត់ឃើញស្អាតអត់វាត្រង់បែបធម្មជាតិចឹងឲ្យសក់បងដែលគាត់រួញតិចឬទឹកអាឡូកឬក៏រួញខ្លាំងអីប្រើបានដូចគ្នាសំខាន់យើងចេះប្រើវាចាក់ស្ដែងខ្ញុំធ្វើឲ្យមើលចឹងបងវាចំណេញទាំងពេលវេលាចំណេញទាំងលុយយើងទៀតបើសិនជាយើងអត់សរុបមុនអីវាយ៉ាងក្រែដែរ$15 $20ដែរអញ្ចឹងបើពលាយើងអស់លុយតិចហើយយើងចំណេញពេលវេលាលឿនណាស់យើងធ្វើខ្លួនឯងបានអញ្ចឹងមិនបាច់ចាំមកជាងក៏យើងអាចនៅផ្ទះធ្វើខ្លួនឯងបានដែរយើងមានតែថ្នាំពលាហ្នឹងមកដបទៅសិតដូចខ្ញុំសិតឲ្យមើលមិញហ្នឹងអត់មានអីពិបាកទេធ្វើតែខ្លួនឯងក៏បានបាច់ទៅរកជាងក៏បានដែរយើងធ្វើតែម្ដងទៅយើងដឹងហើយលើកក្រោយមានអីតែរួញយើងពលាទៀតទៅ